នៅខែមករាឆ្នាំ1904អ្វីត្បិតតែព្រះសុខភាពរបស់ព្រះបាទនរោត្តមចុះទ្រុឌទ្រោមណាស់ទៅហើយក្តីព្រះអង្គក៏ទ្រង់បានទទូចឲ្យមានការរៀបចំពិធីបុណ្យកំណើតរបស់ព្រះអង្គទៅតាមប្រពៃណីដែរក្រោយការរៀបចំពិធីបុណ្យកំណើតនោះហើយព្រះអង្គក៏បែរទៅរៀបចំធ្វើលិខិតបណ្ដាំមរតកសាសន៍សម្រាប់ចែកចាយដល់បុត្រាបុត្រីរបស់ព្រះអង្គក្រោយពេលដែលព្រះអង្គជួលទីវង្គតទៅនៅក្នុងបណ្ដាំមរតកសាសន៍របស់ព្រះបាទនរោត្តមនោះព្រះអង្គបានចែករំលែកទ្រព្យសម្បត្តិខ្លះរបស់ព្រះអង្គទុកសាងសង់សាលារៀនសម្រាប់ក្សត្រាក្សត្រីនិងព្រះយេហ៍វង្សានុវង្សព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់សាលាឆទាននៅតាមផ្លូវពីរាជធានីភ្នំពេញទៅក្រុងឧដុង្គមានជ័យនិងក្រុងកំពតដែលជាក្រុងកំពង់ផែសមុទ្រផងដែរនៅក្នុងមាត្រាមួយនៃបណ្ដាំមរតកសាសន៍នោះព្រះអង្គក៏ទ្រង់បានធ្វើការប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍របស់ម្ចាស់ក្សត្រីទាំងឡាយជាមួយនឹងជនសាមញ្ញដែលមិនជាប់នឹងខ្សែស្រឡាយស្ដេចផងដែរដោយបន្តប្រពៃណីពីព្រះរាជាសម័យអង្គរព្រះបាទនរោត្តមទ្រង់បញ្ជាឲ្យគេសាងរូបព្រះអង្គពីមាសសុទ្ធដោយមានទំហំប៉ុនខ្លួនព្រះអង្គតែម្ដងព្រះបាទនរោត្តមទ្រង់ចូលទីវង្គតនៅវេលាម៉ោង 5 រសៀលនៅថ្ងៃទី25 ខែមេសាឆ្នាំ1904ក្រុមប្រឹក្សារដ្ឋមន្ត្រីនិងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈបានត្រូវគេអញ្ជើញមកជំនុំជាបន្ទាន់ដើម្បីជ្រើសរើសស្ដេចឲ្យឡើងសោយរាជ្យជាបន្តទេសាភិបាលជាន់ខ្ពស់បារាំងប្រចាំនៅប្រទេសកម្ពុជាបានធ្វើជាគណៈអធិបតីក្នុងកិច្ចជំនុំជ្រើសរើសក្សត្រាឲ្យឡើងគ្រងរាជ្យបន្តនេះហើយនាពេលនោះព្រះអង្គម្ចាស់ស៊ីសុវត្ថិក៏បានត្រូវគេជ្រើសរើសឲ្យឡើងគ្រងរាជ្យតាមការគ្រោងទុករបស់បារាំងមែនលោករដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការអាណានិគមបារាំងបានផ្ញើសាររំលែកទុកមួយថ្វាយព្រះបាទស៊ីសុវត្ថិនៅក្នុងសារនោះលោករដ្ឋមន្ត្រីបារាំងបានថ្លែងពីទឹកចិត្តក្តុកក្តួលរបស់លោកពេលដែលលោកបានទទួលដំណឹងមរណភាពរបស់ព្រះបាទនរោត្តមលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្នុងមួយជីវិតរបស់ព្រះបាទនរោត្តមព្រះអង្គមិនដែលខកខានក្នុងការបង្ហាញនូវភក្តីភាពរបស់ព្រះអង្គចំពោះបារាំងម្ដងណាឡើយព្រះរាជសារឆ្លើយតបរបស់ព្រះបាទស៊ីសុវត្ថិទៅកាន់លោករដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអាណានិគមនិយាយត្រង់ហើយចំចំណុចជាងព្រះបាទស៊ីសុវត្ថិទ្រង់ថ្លែងអំណរគុណដល់លោកប្រធានាធិបតីបារាំងដែលបានសម្រេចលើកព្រះអង្គឲ្យឡើងសោយរាជ្យនៅប្រទេសកម្ពុជាមរណភាពរបស់ព្រះបាទនរោត្តមបានផ្ដល់នូវភាពសេះដាច់បង្ហាក្នុងការក្តោបក្តាប់រាជសម្បត្តិនៅក្នុងព្រះរាជវាំងខ្មែរតាមចិត្តចង់របស់បារាំងព្រះរាជា3ព្រះអង្គទៀតនៅក្នុងរជ្ជកាលក្រោយមកបានត្រូវបារាំងជ្រើសរើសឲ្យឡើងសោយរាជ្យដោយដៃបារាំងផ្ទាល់ទាំងអស់នៅពេលដែលព្រះបាទនរោត្តមនៅមានព្រះជន្មនៅឡើយបារាំងតែងតែជួបឧបសគ្គដែលបង្កឡើងដោយព្រះបាទនរោត្តមក្នុងការអនុវត្តផែនការរបស់ខ្លួនក្រោយពេលដែលព្រះអង្គចូលទីវង្គតទៅនៅឆ្នាំ1904ប្រទេសកម្ពុជាបានក្លាយទៅជារោងចក្រផលិតថវិកាសម្រាប់បញ្ជូនទៅប្រទេសបារាំងតែប៉ុណ្ណោះអ្វីត្បិតតែនៅក្នុងរាជ្យរបស់ព្រះបាទនរោត្តមព្រះអង្គមិនមែនចេះតែរារាំងបារាំងបានគ្រប់ពេលក៏ដោយក៏ព្រះអង្គទ្រង់បានខិតខំព្យាយាមប្រយុទ្ធតទល់នឹងបារាំងជានិច្ចចលនាតស៊ូរបស់ប្រជារាស្ត្រខ្មែរដែលនាំឲ្យមានការចុះសន្ធិសញ្ញានៅឆ្នាំ1884ជាដើមជាសក្ខីភាពបង្ហាញថាព្រះបាទនរោត្តមទ្រង់បានប្រើអំណាចតស៊ូរបស់ប្រជារាស្ត្រដើម្បីតបទល់នឹងអំណាចរបស់ទាហានបារាំងសកម្មភាពរបស់ព្រះបាទនរោត្តមនេះបានធ្វើឲ្យគ្រឹះអំណាចរបស់បារាំងមានការរង្គោះរង្គើហើយបានផ្ដល់ជោគជ័យដ៏ធំមួយដល់ព្រះបាទនរោត្តមក៏ប៉ុន្តែជោគជ័យរបស់ព្រះបាទនរោត្តមនេះបានបញ្ចប់ទៅយ៉ាងឆាប់រហ័សទៅវិញដោយបារាំងបានប្រើល្បិចអូសទាញមន្ត្រីជាន់ខ្ពស់ខ្មែរឲ្យទៅចូលដៃខាងខ្លួនដែលបានធ្វើឲ្យរឹតអំណាចរបស់ព្រះមហាក្សត្រនរោត្តមថមថយចុះព្រះបាទស៊ីសុវត្ថិគឺជាព្រះអនុជរួមព្រះបិតារបស់ព្រះបាទនរោត្តមអ្វីត្បិតតែព្រះបាទស៊ីសុវត្ថិតែងតែចិញ្ចឹមព្រះទ័យចង់បានរាជបល្ល័ង្កក៏ដោយក៏គេមិនអាចចាត់ទុកថាព្រះអង្គចាប់អារម្មណ៍តែរឿងរាជសម្បត្តិតែមួយមុខប៉ុណ្ណោះទេព្រះបាទស៊ីសុវត្ថិគឺជាអ្នកគោរពប្រណិប័តព្រះពុទ្ធសាសនាគណៈធម្មយុត្តិដ៏មោះមុតការខិតខំប្រឹងប្រែងរបស់ព្រះអង្គ
ក្នុងការផ្លាស់ប្ដូរព្រះពុទ្ធសាសនាពីគណៈមហានិកាយឲ្យទៅជាគណៈធម្មយុត្តិវិញបានបង្កឲ្យមានភាពច្របូកច្របល់ជាច្រើននៅតាមស្រុកស្រែចម្ការតាំងពីពេលដែលព្រះអង្គមិនទាន់ឡើងគ្រងរាជ្យម្ល៉េះ